ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះមន្តត្រាមកពីក្រុមអាយុសាស្ត្រហើយឡើយមាន topic មួយដែលនិយាយពី OSINT និង Data Security អញ្ចឹងយើងចូលទៅកាន់ការងាររបស់គ្នាទៅជាដំបូងយើងត្រូវការចំនួន user 3ដែលយើងមានទៅលើ user S data user C1 និង user C2 អានេះខ្ញុំបានបង្កើតរួចរាល់ហើយដែលអញ្ចឹងឥឡូវខ្ញុំ log out ចេញអស់សិនចឹងជាដំបូងដែលយើងចូលត្រូវទៅធ្វើគឺយើង add ទៅលើដែល user មួយដែលយើងឲ្យឈ្មោះថាS data ដែលនេះខ្ញុំបង្កើត user ហើយចំពោះមួយទៀត user យើងគ្រាន់តែវាយដាក់ sudo add user c1 ចឹងប៉ុណ្ណឹងជាការស្រេចអញ្ចឹងខ្ញុំធ្វើការ login sudo login ហើយខ្ញុំវាយខ្ញុំធ្វើការវាយទៅលើ C1 ចឹងយើងបានចូលមកកាន់ C1 ហើយមួយទៀតយើងគ្រាន់តែវាយ sudo add user c2 ប៉ុណ្ណឹងជាការស្រេចតែខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំចូលការ login sudo login វាយ c2 អូខេអញ្ចឹងអានេះបាន C1 និង C2 ហើយ step ទី2យើងចូលមកកាន់ atom របស់យើងដែលយើងធ្វើការ create ទៅលើ SH សិនអញ្ចឹងយើងវាយអញ្ចឹងវាមាន SH អត់ខ្ញុំឲ្យ cd SH SH cd អូខេចឹងចូលបានកាត់ SH ហើយយើងវាយ generate key SH keychain ចឹងយើងវាយប៉ុណ្ណឹងទៅយើងអាចgenerate key មកបានហើយតែខ្ញុំអត់យកទេដោយសារខ្ញុំមានហើយចឹងនេះជា key របស់ខ្ញុំហើយ case step មួយទៀតយើងត្រូវតែវាយ SH copy id ត i ហើយយើងដាក់ key របស់យើងចូលមកអានេះហ្នឹងអូខេបន្តមកទៀតយើងវាយ C ឧទាហរណ៍ថា C2 ឬ C1 add copy ចុច168ចុច235ចុច137ចឹងទៅតែសម្រាប់នេះខ្ញុំបានតែវារួចរាល់ហើយខ្ញុំអត់ត្រូវការវាទៀតទេចឹងខ្ញុំសាកlogin មើលថាវាអូខេអត់ឥឡូវយើងសាកSX C1 copy ចុច168ចុច235និង37ចឹងអូខេឃើញអត់យើងអាច login បានចឹងចេញមកវិញមកយើងតាមទៅទៀត38 C2 អូខេកាត់ចេញមកវិញចឹង step ទី2 step ទី2យើងទៅធ្វើគេ step ទី2គឺយើងត្រូវទៅបង្កើត vim មួយយើងចេញមកវិញមកអូខេចឹងអានេះខ្ញុំបានបង្កើតហើយចឹងវាយ vim
data backup អូខេហើយយើងវាយទៅលើ command នេះដែលយើងដាក់ pin bus ហ្នឹងហើយ key ហើយនេះជា key របស់យើងដែលយើង generate មកហ្នឹងហើយយើងឲ្យទៅលើ C1 ដែលនេះជា address របស់ C1 សម្រាប់យើងតាក់ទងទៅហើយនេះគឺជាទីតាំងរបស់ C1 របស់យើង client ទី1របស់យើងហ្នឹងដែលយើងឆាកឆែកមើលតើវាអូខេនៅអញ្ចឹងយើងត្រូវទីមុនយើងត្រូវទៅ mk អូខេទេ C1 តែខ្ញុំបានបង្កើតរួចហើយយើងត្រូវឲ្យmk ទេ data 1តែខ្ញុំបានបង្កើតរួចហើយចេញមក cd data 1ទៅទៅអូខេអញ្ចឹង pwd អញ្ចឹងនេះជាទីតាំងរបស់យើងចូលទៀតខ្ញុំវាយគេទេ data 2អូខេខ្ញុំបានរួចហើយចឹងខ្ញុំលុបចូល cd data 2អញ្ចឹងវាយ pwd sorry នេះជាទីតាំងចឹងយើងឃើញថាទីតាំងរបស់វាគឺត្រឹមត្រូវរួចរាល់ហើយហើយមួយទៀតយើងបង្កើតទៅលើ file osinlog តែ file osinlog នេះយើងយើងគ្រាន់តែវាយ click ហើយ dot osin dot log ចឹងមកចឹងវារួចរាល់យើងឆែកទៅdot a នេះដែលយើងបង្កើតមុនហ្នឹងអញ្ចឹងដែរយើងចូលទៅវិញ vim អានេះយើងរួចរាល់ហើយអញ្ចឹងយើងទៅបង្កើតមួយទៀតសម្រាប់ឲ្យS data របស់យើងសម្រាប់server របស់យើងអញ្ចឹងខ្ញុំចេញទៅវិញខ្ញុំធ្វើទៅការបង្កើតមួយតែខ្ញុំក៏វាយ mk ទីមកហើយ S data អូខេប៉ុណ្ណឹង because យើង SL មើលចឹងគឺវាមាន AS data នេះហើយអញ្ចឹងយើងចូលទៅកាន់ vim វិញអញ្ចឹងមើលទៅថា file យើងគឺមានរួចរាល់ហើយយើងចាប់មកពី C1 C2 នេះហ្នឹងអញ្ចឹងយើងបានចាប់វារួចរាល់ហើយយើងចេញមកវិញយើងធ្វើការផ្ដល់ permission ឲ្យវាយើងអត់តអាច run បាន 100% ទេយើងឲ្យ permission c8 mode 700 back អញ្ចឹងគឺយើង run ប៉ុណ្ណឹងទៅគឺយើងស្មានថាយើងឲ្យ permission វារួចរាល់អញ្ចឹងដែរឥឡូវគឺយើងរួចរាល់ហើយឥឡូវដល់យើងដល់វាតេស្តឥឡូវខ្ញុំធ្វើទៅការឆែកនេះវាហ្មងទៅមិនតន់តេស្តទេខ្ញុំធ្វើហើយហ្មងខ្ញុំទៅឲ្យ cross tab cron tab .e ចឹងនេះសម្រាប់យើងតេស្តទៅលើ Manti ដែលយើងឲ្យទៅលើបកកាយ5ហើយយើងឲ្យទីតាំងវា run ថានៅ home as data ដែលជា user យើងបង្កើតហើយជា file ដែលយើងបានបង្កើតមុននឹង backup.sh ចឹងខ្ញុំចេញមកវិញអូខេហើយបន្តមកទៀតយើងធ្វើការ run មើលឥឡូវខ្ញុំស្ទើរចេះហើយខ្ញុំចូលទី1មុនខ្ញុំវាយ catch C1 dot A dot F ខ្ញុំអត់តនេះខ្ញុំសរសេរហើយយើងទៅទាំងអស់យើងវាយ catch C2
Z ok chỉ mẹ tê ok ta vào chẳng dừng ngồi mở file log viết dừng vài theo cho nó .f .osen ok chẳng dừng mở chẳng mở về rắn vô về màn tì bắt đầu chẳng nhầm rắn là thì mối chẳng dừng mở này file là dừng bạc vào một nắng chạy này một tiết này chỉ file là dừng bạc này chẳng này khi về rốt màu về bàn rắn một nắng đại về rắn màu nó là miền folder C1 C2 để dừng ao mà chẳng là lỡ dừng kênh thao về bạc bạn hay là lời xạ tạc tạc tổ thì lỡ về rốt chạy hái nhưng xạ bạc cả khỏi thì mà khỏi test 3 cho mới về cho test 3 mà một tiết đất anh ấy sẽ dùng cả một nắng để khỏi để dùng cả nó ok chúng ta cấp mà cho nên là tì mà này chúng ta sẽ dùng các bạn mà đòi lấy trong đó nhưng tôi chạy với nhầm Anderson cho CD H ls chúng này dùng bàn vào tầng đó cho nên file là dùng thơ về nó chẳng đá càng nghi chứng miền là bình đó ở con sao group